អ្នកផលិតមេការឡុងម៉ូនីកានិងស្វាមីប្រាប់មូលហេតុរៀបការយូរឆ្នាំតែមិនទាន់សម្រេចចិត្តយកកូនមួយប៉ាព្រិចភ្នែកសោះអ្នកផលិតមេការម្ហូបដ៏ល្បីអ្នកនាងឡុងម៉ូនីកានិងស្វាមីជនជាតិអាល្លឺម៉ង់មេខេលបានរៀបការសាងគ្រួសារយ៉ាងមានសុភមង្គលជាមួយគ្នារយៈពេល5ឆ្នាំមកហើយដោយគូស្វាមីភរិយាខុសសញ្ជាតិមួយគូនេះបានរៀបការជាមួយគ្នានៅលើទឹកដីប្រទេសអាល្លឺម៉ង់នៅថ្ងៃទី8ខែសីហាឆ្នាំ2019ហើយបើគិតមកដល់ឆ្នាំ2025នេះពួកគេទាំងពីរបានរួមរស់ជាប្តីប្រពន្ធរយៈពេលជាង6ឆ្នាំហើយពិតណាស់កូនខ្មែរកំពុងរស់នៅទឹកដីប្រទេសអាល្លឺម៉ង់រូបនេះបានសម្រេចចិត្តរៀបការជាមួយស្វាមីតាំងពីអាយុ18ឆ្នាំកម្លេះហើយបាននិយាយដល់ប្រវត្តិស្នេហារបស់អ្នកទាំងពីរពួកគេបានជួបគ្នានៅប្រទេសថៃកាលនោះអ្នកនាងឡុងម៉ូនីកាចាប់អារម្មណ៍ស្វាមីខ្លាំងត្រង់លោកចេះនិយាយខ្មែរបន្ទាប់ពីតាក់ទងគ្នាមួយរយៈមីខេលបានសុំអ្នកនាងម៉ូនីការៀបការហើយពួកគេបាននាំគ្នាទៅរស់នៅប្រទេសអាល្លឺម៉ង់ដែលបច្ចុប្បន្នអ្នកផលិតមាតិកាម្ហូបដ៏ល្បីរូបនេះក៏កំពុងបន្តការសិក្សាបន្ថែមនៅទីនោះផងដែរបិទថាគូស្វាមីភរិយាមួយរូបនេះបានរៀបការក្លាយជាប្តីប្រពន្ធច្រើនឆ្នាំមែនប៉ុន្តែមកដល់ពេលនេះនកទាំងពីរនៅមិនទាន់សម្រេចចិត្តយកកូននៅឡើយដោយអ្នកនាងម៉ូនីកាធ្លាប់បានលើកឡើងថាអ្នកទាំងពីររៀបការព្រោះក្តីស្រឡាញ់ហើយក៏ជាប្រពៃណីមួយរបស់ខ្មែរតែការសម្រេចចិត្តយកកូនពួកគេមិនទាន់ប្រញាប់ទេពួកគេចង់សាងសុភមង្គលនិងត្រៀមខ្លួនឲ្យបានរួចរាល់ជាមុនសិនម្យ៉ាងពេលនេះពួកគេក៏នៅក្មេងដោយអ្នកនាងម៉ូនីកាទើបអាយុ24ឆ្នាំចំណែកស្វាមីទើបមានអាយុ27ឆ្នាំលើសពីនេះអ្នកនាងម៉ូនីកាបានលើកឡើងថាការធ្វើជាឪពុកម្ដាយគេមិនមែនជារឿងងាយស្រួលទេដូច្នេះអ្នកនាងនិងស្វាមីចង់រៀបចំអ្វីៗឲ្យបានរួចរាល់ដើម្បីក្លាយជាឪពុកម្ដាយគេ